ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសុវត្ថិភាព Digital និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញដែលធ្វើឡើងនៅក្នុងខេត្តកំពតនាថ្ងៃទី3កក្កដា2026លោកអុកវ៉ាន់ឌីអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីនិងទូរគមនាគមន៍លោកបានលើកឡើងថាស្របពេលដែលរាជរដ្ឋាភិបាលលើកទឹកចិត្តនិងអភិវឌ្ឍឬការផ្តល់សេវាតាមប្រព័ន្ធ Digital ថ្នាក់ដឹកនាំមន្ត្រីរាជការអាជ្ញាធរបានក្លាយជាគោលដៅចម្បងរបស់ក្រុមឆបោកតាមប្រព័ន្ធអនឡាញលោកបានស្នើឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតនៅក្នុងការប្រើប្រព័ន្ធ Digital ជាពិសេសកុំចុចទៅលើលីងតំណភ្ជាប់ផ្ដេសផ្ដាស់ចំណែកឯលោកមឿងគង្គីអភិបាលរងខេត្តកំពតលោកក៏បានបង្ហាញពីការគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមដែលបង្កើតវគ្គបណ្ដុះបណ្ដាលនេះឡើងដើម្បីឲ្យថ្នាក់ដឹកនាំមន្ត្រីរាជការលោកចេះការពារកណនីរបស់ខ្លួនការពារទិន្នន័យរបស់អង្គភាពទប់ស្កាត់បាននៅការឆបោកតាមប្រព័ន្ធអនឡាញលោកអគ្គនាយករងនិងលោកអភិបាលរងខេត្តកំពតមានប្រសាសន៍ជាបន្តបន្ទាប់ថាតាមបណ្ដាញសង្គមក៏មានការខ្លែងឡោធ្វើជាថ្នាក់ដឹកនាំដើម្បីឆបោកលុយឬក៏គម្រាមទារប្រាក់អីជាដើមហ្នឹងនេះគឺជាអ្វីដែលយើងមើលឃើញចឹងហើយបានថាសង្ឃឹមថាវគ្គបណ្ដុះបណ្ដាលថ្ងៃនេះពិតជាមានសារៈសំខាន់ហើយខ្ញុំក្នុងនាមថ្នាក់ដឹកនាំខេត្តសូមថាឲ្យក្រសួងប្រៃសណីមេត្តាធ្វើវគ្គបណ្ដុះបណ្ដាលនេះយ៉ាងហោចណាស់ឆ្នាំម្ដងដើម្បីធ្វើម៉េចធ្វើអាប់ដេតមន្ត្រីរាជការរបស់យើងក៏ដូចជាអ្នកដែលប្រើប្រាស់បច្ចេកវិទ្យានៅក្នុងជាមន្ត្រីរាជការផងជាផ្នែកឯកជនផងដើម្បីជួយរុញច្រានសេដ្ឋកិច្ចរបស់យើងនិងការពារនៅការឆក់អោបតាមប្រព័ន្ធបច្ចេកវិទ្យានេះតំតែសូមបងលោកស្រីទាំងអស់ដែលជាប្រតិការសូមប្រុងប្រយ័ត្នលើវាចូលករណីទៅលើបាក់ណាដោយសារអីដោយសារបច្ចេកវិទ្យា AI ឆ្លាតមែនឆ្លាតណាស់ AI ជួនកាលត្រូវតែយើងយកលេខទូរស័ព្ទយើងនឹងជួនកាលសេពទៅអាចចេញព័ត៌មានខ្លះមកលើយូរណាស់ចេញទៅស្វែងថាយើងឈ្មោះអីទៀតសូមបញ្ជាក់ថាចំណុចសំខាន់ដែលវគ្គបណ្ដុះបណ្ដាលលើកមកវិភាសារួមមានមួយពាក្យសម្ងាត់នឹងការផ្ទៀងផ្ទាត់ពីការធ្វើបច្ចុប្បន្នភាពកម្មវិធីនិងឧបករណ៍3សុវត្ថិភាព Wi-Fi និងបណ្ដាញ4សុវត្ថិភាព Telegram និងទី5ការការពារធនាគារចល័តពីខ្ញុំហ៊ុយបន្លេង LTNG News ខេត្តកំពត